មួយជីវិតយើងការបានតែម្ដងទេកូនប្រុសស្រីហើយណរក្សាចំណងរបស់យើងតាំងចិត្តទោះបីមានបញ្ហាឧបសគ្គតិចតួចយ៉ាងណាពេលដែលយើងទៅរស់នៅជាមួយគ្នាតែងមានហើយមិនអត់គ្រប់ប្តីគ្រប់ប្រពន្ធទាំងអស់តែម្ដាយយើងឪពុកយើងហ្នឹងតាំងពីក្មេងទល់គ្នាចំណាស់ហ្នឹងមិនមែនអង្គុយតែញឹមដាក់គ្នារាល់ថ្ងៃទេមិនអញ្ចឹងញោមហ៎ញោមស្រីមើលញោមសុខាហើយញោមសុខាខាងនោះញោមគុនធាតាំងពីការមួយញោមសំបឿនមកញឹមដាក់គ្នារាល់ថ្ងៃឬមិនញឹមរាល់ថ្ងៃអូចឹងសាធុប្របីណាយើងមើលម្ដាយយើងញឹមរាល់ថ្ងៃញឹមជាមុខទេវតាឬញឹមជាមុខយក្សណាមុខទេវតាសាធុនឹងប៉ុន្មានជឿថាមិនមានអ្នកណាដែលការឲ្យរស់នៅជាមួយគ្នាសេចក្តីសុខនឹងវាកើតគ្រប់ពេលទេតែមានប៉ះទង្គិចផ្លូវចិត្តតិចតួចជារឿងធម្មតាក្នុងជីវិតដោយចាស់ច្រើននិយាយថាចានវានៅក្នុងរាវលៃអីនឹងទង្គិចមិនចឹងយល់មែននឹងតែងប៉ះដោយពាក្យសម្ដីកាយវាការតិចតួចជារឿងធម្មតាហើយបងអូនត្រូវចាំថាដើម្បីឲ្យសេចក្តីស្រឡាញ់និងចំណងអាពាហ៍ពិពាហ៍របស់យើងនៅគង់វង្សថិតថេរជាដរាបដូចម្ដាយដោយឪពុករបស់យើងគឺគ្មានអីជាងការយោគយល់អធិស្ឋានដល់គ្នានឹងគ្នាដោយលោកគ្រូនិយាយមិញយើងតស៊ូទោះបីមានឧបសគ្គតិចតួចរឿងគ្រួសារជារឿងធម្មតាអ្នកណាដូចអ្នកណាហើយកុំមើលគ្រួសារដទៃមកបដូរជីវិតរបស់យើងការរស់នៅជាមួយគ្នាកាលណាយើងសម្លឹងទៅមើលគេអញឃើញគូគេការហើយដូចមានសេចក្តីសុខប្តីគេអាសាយកចិត្តទុកដាក់ប្តីគេអាសាដប់ដើរលេងប្តីគេអាសាទិញនេះទិញនោះឲ្យឬក៏មើលទៅប្រពន្ធគេអញមើលប្រពន្ធគេកូន3នៅតែស្អាតអញមើលប្រពន្ធអញទៅមកកូនមួយដូចអាយហ្នឹងអានេះខាងប្តីណាហើយខាងប្រពន្ធចេះគិតថាអញមើលប្តីគេដូចចេះអាសានាំដើរដប់ទៅនេះដប់ទៅនោះឃើញប្តីគេដូចយកចិត្តបណិបណៈនិស័យរបស់មនុស្សមិនដូចគ្នាទេបងអូនត្រូវចាំកន្លែងនឹងមួយទៀតមនុស្សខ្លះចូលចិត្តបណិបណៈមនុស្សខ្លះធម្មជាតិរបស់គ្នាមកយ៉ាងម៉េចយើងទទួលយកអញ្ចឹងកាលណាយើងចេះព្រមនៅអ្វីដែលយើងទទួលបានគឺមនុស្សនឹងសុខប្តីផ្ដល់សេចក្តីសុខឲ្យយើងបានប៉ុណ្ណាយើងរីករាយទទួលប៉ុណ្ណឹងប្រពន្ធយើងផ្ដល់សេចក្តីស្រឡាញ់និងសេចក្តីសុខឲ្យយើងបានប៉ុណ្ណាយើងរីករាយទទួលយកប៉ុណ្ណឹងឲ្យតែចិត្តយើងចេះទទួលព្រមនឹងអ្វីដែលយើងទទួលបានគឺសេចក្តីសុខកើតហើយបងអូនសុភមង្គលកើតវានៅតែហ្នឹងដូចអាធ្លាប់ឧទាហរណ៍សួរញោមថាចង់បានសុខទេញោមចង់បានសុខផ្លូវចិត្តទេចង់បានសុខផ្លូវចិត្តមកឧទាហរណ៍ថាដូចថ្ងៃរាល់ថ្ងៃប្តីមកពីធ្វើការវិញស្លប្រពន្ធស្ល3 4មុខឲ្យហូបហើយដល់ថ្ងៃហ្នឹងប្រពន្ធអត់សូវស្រួលខ្លួនអត់បានធ្វើម្ហូបអីទេចំហុយប្រហុកមួយចានហើយដល់ប្តីមកដល់ផ្ទះរាល់ថ្ងៃវាបាន3 4មុខដល់ថ្ងៃហ្នឹងប្រហុកមួយចានអត់មានអីទាំងអស់ដើម្បីឲ្យសុភមង្គលវាកើតដើម្បីឲ្យសេចក្តីសុខផ្លូវចិត្តវាកើតតើយើងមកពីធ្វើការវិញសួរខាងប្តីនេះប្តីទាំងអស់គ្នាឲ្យតែប្តីពេលដែលយើងបើកមកឃើញប្រហុកមកគូមអត់ឃើញមហូបដូចរាល់ថ្ងៃតើដើម្បីឲ្យសេចក្តីសុខវាកើតយើងត្រូវធ្វើម៉េចមើលអស់ញោមប្តីហ៎ត្រូវធ្វើម៉េចបើកមកឃើញប្រហុកមកគូមត្រូវធ្វើម៉េចដើម្បីឲ្យមានសេចក្តីសុខអញញឹមរីករាយសប្បាយចិត្តនឹងប្រហុកនឹងទៅហ្នឹងហើយកុំតគិតទាំងអញបើដឹងតែប្រហុកអញ្ចឹងអញទិញផ្លូវមាន់ពីផ្សារមកបាត់អញទិញភីហ្សាពីផ្សារមកបាត់អញទិញសម្លមកជូរគ្រឿងពីផ្សារមកបាត់អាបចានប្រហុកនៅមុខខ្លួននេះហើយទៅនឹកផ្លូវមាន់នៅផ្សារនោះចឹងមានន័យថាប្រពន្ធឯងមានបញ្ហាសុខភាពឬប្រពន្ធឯងមានបញ្ហាអីមួយគឺយើងចាប់ផ្ដើមលេងនឹកប្រពន្ធទៅនឹកផ្សេងរឿងផ្សេងហ្នឹងហ្នឹងហើយមែនទេយាយមែនទេតែកាលណាយើងបដ ாய் ឲ្យចិត្តយើងទៅអញ្ចឹងអត់មានសេចក្តីសុខទេបងអូនត្រូវចាំថាអ្វីដែលយើងទទួលបានយើងត្រូវចេះរីករាយនឹងអ្វីដែលយើងមានប្តីយើងប្រពន្ធយើងផ្ដល់សេចក្តីសុខឲ្យគ្នាបានប៉ុណ្ណាយើងរីករាយប៉ុណ្ណឹងទ្រព្យយើងរកបានប៉ុណ្ណាយើងសប្បាយចិត្តនឹងយើងមានប៉ុណ្ណឹងកុំទៅកើតទុកជាមួយនឹងគេអញមើលប្តីគេការឲ្យបានតែ2ឆ្នាំគេសល់ផ្ទះថ្មបានតែ2ឆ្នាំប្រពន្ធគេពាក់កវលពេជ្រប៉ុនកដៃហើយប្តីអញការ10ឆ្នាំអញនៅតែពាក់កវលកឡៃចុះមិនក៏បើអត់មានដូចគេកុំទៅខ្វល់ចិត្តរឿងអញ្ចឹងរីករាយនឹងអ្វីដែលយើងមានផ្ដល់ឲ្យគ្នាបានប៉ុណ្ណាយើងសប្បាយចិត្តប៉ុណ្ណឹងប៉ុណ្ណាកូនប្រុសហើយណយើងត្រូវដឹងថាចិត្តជាស្ត្រីធម្មជាតិជាស្ត្រីគ្រប់ស្ត្រីទាំងអស់ថ្មមិនមែនជាស្ត្រីមកមិនសូវដឹងចិត្តប៉ុន្មានយល់ថាគ្រប់ស្ត្រីទាំងអស់គឺត្រូវការគ្រឿងលម្អខ្លួនមានក្រែមមានម្សៅមានក្រាស់មានកញ្ចក់មានគ្រឿងតុបតែងគ្រឿងអលង្ការហ្នឹងហើយគឺជាលម្អរបស់ស្ត្រីអញ្ចឹងបើយើងជាប្តីប្រឹងប្រែងរកអារបស់នឹងឲ្យប្រពន្ធបានប្រពន្ធសប្បាយចិត្តណា
ប៉ុន្តែបើរមិនបានលទ្ធភាពរបានបណ្ណាយើងជាប្រពន្ធក៏ត្រូវទទួលព្រមប៉ុណ្ណឹងដែរប៉ុន្តែប្តីនឹងត្រូវប្រឹងឲ្យអស់លទ្ធភាពតាមអ្វីដែលយើងអាចធ្វើបាន